មកវីដេអូនេះហាសរសេរគ្នាយើងអាចចែកគ្នាស្អាតអ្នកគ្នាពីមុនណាខ្ញុំថតតែគេបូលូថាជើងខ្ញុំប៉ុនដំរីទឹកតែខ្ញុំទំតែចាអារម្មណ៍ទៅមើលវីដេអូដែលខ្ញុំទៅបាញ់ទឹកនៅស៊ីមៀថ្មីនេះគឺថាឃើញជើងខ្ញុំគឺទូជាងមុនមែនតែនមកឥឡូវខ្ញុំលែងជឿពាក្យថាកើតមកជើងធំគឺស្រអត់កើតទេស្ដែងទៅខ្ញុំកើតមកបើជើងខ្ញុំធំស្រាប់ដែរប៉ុន្តែឥឡូវនេះគឺខ្ញុំមានវិធីសាស្ត្រដែលជួយខ្ញុំសក់ជើងបានច្រើនមែនតែនឥឡូវខ្ញុំមកប្រាប់វិធីសាស្ត្រអ្នកគ្នាទីមួយនេះអីដែលអ្នកគ្នាគួរធ្វើអ្នកគ្នាគួរតែកាប់បន្ថយញ៉ាំអារបស់ផ្អាប់ឬមួយក៏របស់ខាបច្រើនឬមួយក៏ខ្លាញ់ច្រើនអីហ្នឹងដូចជាប្រហិតបុកល្ហុងអីហ្នឹងអ្នកគ្នាគាត់តែផ្អាកដោយសារតែទាំងអស់ហ្នឹងឯងដែលធ្វើឲ្យអ្នកគ្នាឡើងជើងធំមែនតើហើយមួយទៀតលំហាត់ប្រាណអ្នកគ្នាអាចឆែកមើល YouTube បន្ថែមបានតែដល់ជាមួយនឹងហាត់យកជើងអីហ្នឹងហាត់រៀងហាត់ជើងអីហ្នឹងហ្នឹងឯងអ្នកគ្នាអាចមើលតាមនឹងបានតែពីខ្ញុំទៅវិញគឺខ្ញុំជ្រើសរើសយកកន្លាចាំភីដោយសារកន្លាចាំភីជួយខ្ញុំដុតខ្លាញ់បានតាំងពីបន្ទូខ្លួនហ្នឹងមកអញ្ចឹងខ្ញុំមិនមែនធំតែសក់តែជើងឯងសូម្បីតែខ្លាញ់ក្បាលពោះជាមួយនឹងដើមដៃខ្ញុំឯងហ្នឹងក៏សក់ដែរចុះពីខ្ញុំទៅវិញខ្ញុំលើកទឹកចិត្តឲ្យអ្នកគ្នាផ្លាប់ដូររបបអាហារជាមួយនឹង start ហាត់ប្រាណទាំងអស់គ្នាបើសិនជាអ្នកគ្នាមានចម្ងល់អីអ្នកគ្នាចង់នឹងអីបន្ថែមអ្នកគ្នាអាចសួរនៅក្នុង comment បានឬក៏អ្នកគ្នាឆាំឲ្យខ្ញុំតបបានអរគុណ